นะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะខ្ញុំប្រកាសណាសូមនមស្ការក្រាបថ្វាយបង្គំចំពោះបរតនត្រ័យទាំង3មានពុទ្ធរតនៈ1ធម្មរតនៈ1និងសង្ឃរតនៈ1ដោយសេចក្តីគោរពជាទីពឹងសពកាលនិងសូមរាប់អានដល់ប្រកាសណាម្ចាស់ផងដែរតែគង់ប្រវត្តិមានស្ដាប់ប្រធរនៅកម្មវិធីបុណ្យនេះមកភាពមុននឹងរតនាប្រធរមកសម្ដែងក៏សូមអនុមោទនានៅកុសលចេតនារបស់ញាតិញោមពុទ្ធបរិស័ទទាំងអស់ជាពិសេសញោមម្ចាស់ដើមទានប្រធានដើមបុណ្យដែលបានប្រារព្ធធ្វើនៅបុណ្យចម្រើនបជនកតញ្ញូកតវិធីតក្កណានុបទានដល់ឧបាសិកាទានញាតិញោមពុទ្ធបរិស័ទទាំងឡាយដែលបានប្រារព្ធធ្វើនៅបុណ្យចម្រើនបជននេះដោយមានហេតុទី1គឺនឹកឃើញនៅគុណូបការៈរបស់លោកអ្នកដ៏មានគុណទាំងឡាយមានបុគ្គលដែលធ្វើសេចក្តីល្អមកលើយើងដោយផ្លូវកាយដោយផ្លូវវាចានិងដោយផ្លូវចិត្តមានមេត្តាបិតាជាដើមនេះហេតុនាំឲ្យកើតនៅបុណ្យហ្នឹងណាញោមសង្ខាររបស់អាត្មាអញក៏មិនទៀងមួយយ៉ាងធ្វើបុណ្យចម្រើនបជនដល់ម្ដាយមួយយ៉ាងធ្វើបុណ្យដើម្បីឧទ្ទិសកុសលដល់លោកឪពុកតែគាត់បានធ្វើមរណកាលទៅយូរហើយនេះហេតុដែលនាំឲ្យកើតនៅបុណ្យចម្រើនបជនហ្នឹងណាញោមហើយព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់សរសើរណាស់ញាតិញោមពុទ្ធបរិស័ទទាំងឡាយកូនប្រុសស្រីដែលដឹងនៅគុណណាញោមព្រោះមេត្តាបិតាហ្នឹងគឺរាប់គុណគឺរាប់អត់អស់ហើយញោមសូម្បីយកផែនដីមកសរសេរពេញទាំងផែនដីនឹងទៀតក៏រាប់មិនអស់គុណមេត្តាបិតាដែរចឹងហើយបានជាព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ឲ្យនាមមេត្តាបិតានោះមាន4យ៉ាងណាញោមទី1មេត្តាបិតាគឺជាព្រះព្រំរបស់កូនប្រុសស្រីទាំងឡាយនេះទី1ញោមទី2មេត្តាបិតាជាទេវតាដើមដែលចាំថែរក្សាកូនប្រុសស្រីទាំងឡាយខ្លាចកូនលំបាកទី3មេត្តាបិតាជាអាហុណីយបុគ្គលគឺជាបុគ្គលដែលគួរគោរពបូជាអំពីកូនប្រុសស្រីទាំងឡាយកូនប្រុសស្រីទាំងឡាយដែលជាកូនល្អនេះញោមក៏បីបូជាដោយវត្ថុល្អថ្មីប្រណិតណាញោមបានបន់ខ្លាំងណាស់ញោមការគោរពមេត្តាបិតាហ្នឹងដូចជារឿងរ៉ាវច្រើនដូចជារឿងសេកពោធិសត្វដូចជារឿងសវណ្ណសាមដូចជារឿងនាងទេរិកាអីជាដើមមកនិទានរឿងមួយឲ្យញាតិញោមស្ដាប់ទៅដល់នឹងរឿងសេកពោធិសត្វញោមសត្វសេកពោធិសត្វហ្នឹងគឺកើតជាសត្វប៉ុន្តែដឹងគុណណាញោមចិញ្ចឹមមេត្តាបិតាហើទៅរកចំណីមកក៏បញ្ចុកដូចថាអ្នកមានគុណណាញោមបញ្ចុកដូចថាគាត់ចាស់ជរាដូចថារកស៊ីក៏មិនកើតស្លាប់នឹងក៏បាក់ហើយក៏ហើទៅនៅទៅជួបជាមួយនឹងព្រាហ្មណ៍មួយនោះឈ្មោះថាកោសីយព្រាហ្មណ៍កោសីយព្រាហ្មណ៍ទៅចាក់ត្រូវសលៃគេនឹងមកញោមពុទ្ធបរិស័ទទាំងឡាយហើយដល់កោសីយព្រាហ្មណ៍ឃើញអញ្ចឹងក៏ឲ្យកូនចៅនឹងចាប់មកសេកនឹងហេតុអីបានស៊ីហើយគេតែពំត្រូវសលៃនឹងទៅរហូតអញ្ចឹងហើយសេកនឹងធំញោមឲ្យចេះនិយាយទៀតដល់តែចាប់មកសួរថាសេកពោធិសត្វតើអ្នកឯងហ្នឹងចឹកត្រូវសលៃរបស់យើងហ្នឹងស៊ីឆ្អែតហើយចឹកទៅហ្នឹងតែចឹកយកទៅណាសួរសេកពោធិសត្វចឹងណាញោមទើបសេកពោធិសត្វហ្នឹងក៏ប្រាប់ថាលោកកោសីយព្រាហ្មណ៍ដែលខ្ញុំចាក់ត្រូវសលៃទៅហ្នឹងទី1ដោយសារខ្ញុំហ្នឹងគឺសងបំណុលចាស់ហ្នឹងទី1ណាញោមទី2គឺបលបំណុលថ្មីទី3គឺកប់ទុកនៅក្នុងដីហើយចុះសងបំណុលចាស់ហ្នឹងមានន័យថាម៉េចបលបំណុលថ្មីមានន័យថាម៉េចហើយកប់ទុកនៅក្នុងដីហ្នឹងមានន័យថាម៉េចក្នុងនាមខ្ញុំជាកូនសងបំណុលចាស់ហ្នឹងដែលឪពុកម្ដាយចាស់ជរាញោមបើមិនចិញ្ចឹមបីបាច់ថែរក្សាស្លាប់ហ្នឹងក៏បាក់រកស៊ីក៏មិនកើតអញ្ចឹងគាត់ប្រកាសជាស្លាប់ហើយអញ្ចឹងក្នុងនាមខ្ញុំជាកូនគឺត្រូវតែចិញ្ចឹមបំពេញនៅតួនាទីជាកូនល្អបំពេញនៅកាតព្វកិច្ចហ្នឹងណាញោមឬអសងបំណុលចាស់ហើយចូលបលបំណុលថ្មីមានន័យថាម៉េចបលបំណុលថ្មីហ្នឹងមានន័យថាខ្ញុំ
រៀបការហើយមានកូនមានកូនតូចតូចតែកើតមកហ្នឹងគឺអត់មានស្លាប់ទេហើយអត់ចេះរកស៊ីទៀតបើខ្ញុំមិនចិញ្ចឹមមិនបីបាច់ថែរក្សាកូនខ្ញុំប្រកាសជាស្លាប់ហើយអាហ្នឹងហៅថាបុលបំណុលថ្មីខ្ញុំហើយចុះកប់ទុកនៅក្នុងដីមានន័យថាម៉េចកប់ទុកនៅក្នុងដីមានន័យថាសេកដតីញាតិញោមពុទ្ធបរិស័ទទាំងឡាយគឺមាននៅធម៌អកតញ្ញូគឺអត់ដឹងគុណមេត្តាបិតាទេគឺទុកមេត្តាបិតាចោលញោមអត់ដឹងគុណទេហើយសេកពោធិសត្វហ្នឹងមានការសង្គ្រោះដោយថាធ្វើនៅសង្ឃហៈសង្គ្រោះដល់សេកដែលចាស់ជរាដែលកូនបោះបង់ចោលមិនចិញ្ចឹមបីបាច់ថែរក្សាហ្នឹងដល់តែកោសីយព្រាមហ្នឹងឮអញ្ចឹងញាតិញោមពុទ្ធបរិស័ទទាំងឡាយអស្ចារ្យមែនតើបានដឹងថាសូម្បីតែការជាសត្វហ្នឹងក៏នៅតែដឹងគុណប្រសើរជាងមនុស្សខ្លះទុកមេត្តាបិតាចោលអត់ចិញ្ចឹមបីបាច់ថែរក្សានិយាយពាក្យមិនសមរម្យនិយាយពាក្យប្រពោះបោះបោកអីជាដើមអញ្ចឹងអស្ចារ្យណាស់ភាសាហ្នឹងគឺចែកទៅសលៃហ្នឹងពាក់កដាលឲ្យហ្មងគេថាលែងឲ្យគេថាចាក់លូគេញោមបានដោយធរឲ្យពេលហ្នឹងនេះសត្វសេកពោធិសត្វហើយមានរឿងរ៉ាវច្រើនទៀតដូចជារឿងនាងទេរិកានោះអាត្មាធ្លាប់សម្ដែងច្រើនមកហើយញោមខ្លះក៏ធ្លាប់ស្ដាប់តែញោមខ្លះក៏មិនធ្លាប់ស្ដាប់នាងហ្នឹងគឺគាត់ចង់ធ្វើទានជាមួយព្រះញោមចង់ធ្វើទានជាមួយព្រះដល់ចេកទុំទៅយូរអាផ្លែចេកហ្នឹងទៅចង់ថ្វាយព្រះសម្មាសម្ពុទ្ធនៅអវត្តដល់តែព្រះអង្គឃើញព្រះអង្គទ្រង់ក៏សួរថាមនាលនាងទេរិកាតើនាងមកហ្នឹងមកមានការអីនាងទេរិកានឹងដល់តែព្រះសួរអញ្ចឹងគាត់ថាបបិទ្ធព្រះអង្គដ៏ចម្រើនដែលខ្ញុំមកហ្នឹងគឺចង់ធ្វើទានថ្វាយចេកចំពោះព្រះអង្គព្រះអង្គទ្រង់ក៏ត្រាស់ទៅវិញថាចូលមកហ្នឹងមានបានជូនព្រះនៅប្រទេសហើយនៅនាងទេរិកាហ្នឹងក៏ឆ្ងល់ពេលហ្នឹងថាអូព្រះថាព្រះនៅប្រទេសរដងដូចមិនដែលឃើញមានព្រះផងមិនថាមានព្រះអញ្ចឹងក៏ទៅវិញដល់តែពេលទៅវិញទៅដៅវែកដល់មើលពេញអាផ្ទះញោមហើយម្ដាយនឹងអង្គុយក្បែរហ្នឹងញោមម្ដាយជាព្រះរបស់កូនប៉ុន្តែអត់ដឹងទេវែកចូលវែកឡើងអាផ្លែចេកហ្នឹងវាបាក់ទៅក្រោមញោមដល់តែពេលអាផ្លែចេកបាក់ទៅម៉ែនឹងអង្គុយក្បែរហ្នឹងដាច់ចិត្តសុំហ្មងកូនអាផ្លែចេកដែលបាក់ហ្នឹងឲ្យម៉ែសុំមកព្រោះអាហ្នឹងវាបាក់ទៅហើយទើបនាងនឹងថាអាចេកហ្នឹងបាក់ទៅហើយថ្វាយព្រះក៏មិនកើតដែរអញ្ចឹងម៉ែហូបចុះម៉ែយកហូបចុះដល់ហើយអញ្ចឹងទៅវត្តមួយសាទៀតជាលើកទី3ទៅព្រះសួរទៀតថាមនាលនាងទេរិកាតើទៅហ្នឹងរកឃើញអត់ព្រះនៅផ្ទះហ្នឹងអត់ឃើញផងព្រះអង្គអត់ឃើញតែចុះអាផ្លែចេកដែលបាក់ហ្នឹងបាត់ទៅណាហើយអាហ្នឹងគឺខ្ញុំគេថាឲ្យម្ដាយរបស់ខ្ញុំអាហ្នឹងហើយគឺជាព្រះមេត្តាបិតាគឺជាព្រះដែលមាននៅព្រហ្មវិហារធម៌ដែលផ្ដល់កំណើតដែលមាននៅជាតិគុណគឺការផ្ដល់កំណើតឧបការៈគុណគឺការចិញ្ចឹមបីបាច់ថែរក្សាបើគុំតែមានម្ដាយបង្កើតនាងមកនាងមិនបានមកជួបតថាគតទេនេះដែលអាត្មានិទានរឿងហ្នឹងមកគឺដើម្បីបញ្ជាក់ឲ្យញាតិញោមបានដឹងថាកូនប្រុសស្រីទាំងឡាយដែលដឹងគុណមេត្តាបិតាញាតិញោមពុទ្ធបរិស័ទគឺចម្រើនតែម្ដងគឺចម្រើនទាំងលោកនេះចម្រើនទាំងលោកខាងមុខមិនតែប៉ុណ្ណោះការដឹងគុណមេត្តាបិតាជាឫសគល់នៃកុសលធម៌ទាំងពួងកុសលមូលតាញាតិញោមមិនត្រឹមតែប៉ុណ្ណោះជាប្រធាននៃបារមីទៀតដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់ដឹងនៅធម៌ហ្នឹងក៏ព្រះអង្គបំពេញនៅការដឹងគុណហ្នឹងដែរមានការដឹងគុណហ្នឹងជាខាងដើមញោមអញ្ចឹងញាតិញោមពុទ្ធបរិស័ទដែលដឹងគុណហ្នឹងគឺបានបុណ្យណាញោមហើយគឺជាកូនល្អទៀតញោមកូនល្អហ្នឹងគឺមានធម៌ដែលត្រូវតបស្នងសងគុណមេត្តាបិតាហ្នឹងដោយធម៌9យ៉ាងទៀតទី1គឺចិញ្ចឹមមេត្តាបិតាទី2គឺជួយធ្វើកិច្ចការងាររបស់គាត់ទី3រក្សាវង្សត្រកូលឲ្យបានល្អទី4ទ្រព្យសម្បត្តិដែលមេត្តាបិតាចែកមកគឺអត់ត្រូវយកទៅលេងល្បែងទេញោមគឺរក្សាទ្រព្យសម្បត្តិឲ្យបានល្អកុំយកទៅលេងល្បែងលក់ខ្សែលក់អីអស់នឹងអត់កើតទេញោមអត់សមជាកូនល្អញោមហើយមួយវិញទៀតនៅពេលដែលមេត្តាបិតាស្លាប់គឺធ្វើបុណ្យឧទ្ទិសកុសលជូនអានេះគឺតបតាមផ្លូវលោកញោមហើយចុះឲ្យប្រសើរជាងនឹងដែលជាកូនល្អប្រសើរជាងនឹងតើតបយ៉ាងម៉េចមានធម៌4យ៉ាងទៀតញោមដែលកូនល្អដែលត្រូវតបញោមទី1បើសិនជាគាត់មិនទាន់មានសទ្ធាទេកូនប្រុសស្រីទាំងឡាយគឺគាត់បីឲ្យគាត់មានសទ្ធានៅក្នុងគុណបរតនត្រ័យជឿកម្មជឿផលជឿបុណ្យជឿបាបចឹងញោមនេះទី1ទី2គឺញោម
ឲ្យគាត់មានសិលញោមយ៉ាងហើយគឺឲ្យគាត់មានសិលញោមទី3ឲ្យគាត់មានវិជ្ជាគៈចេះលះបង់ទ្រព្យសម្បត្តិធនធានដែលមានហ្នឹងឲ្យចេះចែកទៅជាទានចេះធ្វើទានញោមដល់តែទី4ឲ្យគាត់មាននៅបញ្ញាមានការយល់ត្រូវមានសមាធិអីជាដើមនេះគឺជាទួនាទីរបស់កូនល្អហើយដែលត្រូវបំពេញនៅកាតព្វកិច្ចហើយម្យ៉ាងគឺញោមធ្វើបន់ខែនេះគឺបន់ចម្រើនបជនហ្នឹងដល់ឧបាសិកាទានហ្នឹងដែលគាត់បានចាស់ជរាញោមបជនប៉ុន្មានហើយបាសិកាជនប៉ុន្មានហើយចិត្តប្រមាណហើយ76បាទ7171អញ្ចឹងគឺបជនគឺច្រើនដែរហើយ71ឆ្នាំតែញោមពុទ្ធបរិស័ទទាំងឡាយបជនហ្នឹងសាសនាយើងសពថ្ងៃគឺកន្លងទៅ2568អញ្ចឹងនៅក្នុង100ឆ្នាំគឺកាត់មួយឆ្នាំអញ្ចឹងអាយុខៃរបស់មនុស្សយើងរាល់ថ្ងៃហ្នឹងគឺបានតែ74 75ទេតែបើអាយុក្រោមហ្នឹងមានន័យថាគឺបន្តិចតែបើលើហ្នឹងដូចជា76 77 8ត្រូវដឹងខ្លួនឯងញោមគឺធ្វើបន់ច្រើនតែកូនតស្រីធ្វើបន់មួយយ៉ាងដែលជាតួអង្គសំខាន់គឺឧបាសិកាទានហ្នឹងគឺបន់គាត់ក៏ច្រើនដែរគឺអាយុចិត្តដល់អាយុខៃញោមហើយបន់ចម្រើនបជនហ្នឹងធ្វើទៅសុទ្ធតែអាយុនឹងចម្រើនច្រើនទៅទាំងអស់ឬមួយក៏យ៉ាងណាការធ្វើបន់ចម្រើនបជនហ្នឹងវាតាក់ទងនឹងរឿងកម្មញោមតាក់ទងនឹងរឿងកម្មភាសាព្រះអភិធម្មហ្នឹងគេហៅថាឧបធម្មបកកម្មឧបធម្មបកកម្មកម្មហ្នឹងគឺឲ្យសត្វលោកវិនាឲ្យសត្វលោកចម្រើនមាន4យ៉ាងទៀតនោះជីវិតរបស់មនុស្សយើងប្រៀបធៀបដូចជាភ្លើងចង្កៀងអញ្ចឹងញោមភ្លើងចង្កៀងអស់ប្រេងក៏រលត់អស់បច្ឆេះក៏រលត់អស់ទាំងបច្ឆេះអស់ទាំងប្រេងក៏រលត់ខ្យល់ខ្លាំងពេកក៏រលត់យ៉ាងណាមិញអស់បច្ឆេះប្រៀបធៀបដូចជាការអស់អាយុញោមអាចដល់អាយុខៃមនុស្សយើងមិនមែនរស់ដល់300 400ឆ្នាំទេអាយុខៃត្រឹមតែយ៉ាងច្រើនហ្នឹង100ឆ្នាំហ្នឹងសម័យឥឡូវញោមដល់អាយុខៃគឺស្លាប់ហើយដូចចង្កៀងដែលអស់បច្ឆេះអញ្ចឹងមួយវិញទៀតគឺដូចជាចង្កៀងដែលអស់ប្រេងអស់ប្រេងហ្នឹងគឺប្រៀបធៀបដូចជាការអស់បុណ្យណាញោមបុណ្យពីអតីតដែលគាត់សាងមកហ្នឹងមានទាននូបនិស័យមានសីលូបនិស័យពូជគាត់ដែលសាងមកពីអតីតហ្នឹងមានន័យថាវាតិចអញ្ចឹងបច្ឆេះហ្នឹងនៅអាយុហ្នឹងនៅអាហារបរិភោគហ្នឹងបបោប៉ុន្តែអស់បុណ្យហ្នឹងក៏ស្លាប់ដែរនេះទី2ញោមនេះទី2ដល់តែទី3អស់អាយុក៏ស្លាប់អស់បុណ្យក៏ស្លាប់នឹងទី3ញោមដល់តែទី4គឺស្លាប់ដោយការដោយថាអកុសលឯណានីមួយមកកាត់ផ្ដាច់ញោមបើប្រៀបធៀបចង្កៀងដូចជាខ្យល់ខ្លាំងពេកក៏រលត់ដែរកាលហ្នឹងដើរប្រយ័ត្នប្រយែងជិះម៉ូតូប្រយ័ត្នតែប៉ុន្តែគេមកបុកពីក្រោយស្លាប់ក៏មានដែរអាហ្នឹងគឺដោយសារតែអកុសលវិបាកអកុសលកម្មហ្នឹងគឺឲ្យផលនេះតើតើនឹងចម្រើនបជនហ្នឹងញោមហើយចម្រើនបជននេះព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់សម្ដែងធម៌ដែលនាំឲ្យអាយុវែងហ្នឹងមាន5យ៉ាងញោមនៅក្នុងបេដក45ទំព័រ35បើញោមចង់ដឹងញោមអាចទៅបើកមើលបានធម៌ដែលនាំឲ្យអាយុវែងមាន5យ៉ាងធម៌ទី1សប្បាយការីគឺធ្វើខ្លួនឯងឲ្យសប្បាយញោមសប្បាយនៅក្នុងកុសលមានឆន្ទៈបំពេញកុសលបុរាណក៏បានលើកដែរញោមឈើបៀនទឹកឆាប់ទុកដល់ពេលមនុស្សកើតទុកមិនដែរញោមមនុស្សកើតទុកគឺឆាប់ស្លាប់កើតទុកពេកគឺឆាប់ស្លាប់តែម្ដងដូចជារឿងមួយណាញោមមានអ្នកទោសមួយណាញោមអ្នកទោសមួយហ្នឹងគឺគេកាត់ទោសប្រហារជីវិតណាញោមតែគេចង់ពិសោធន៍ថាតើសេចក្តីទុកផ្លូវចិត្តហ្នឹងតើយ៉ាងម៉េចគេយកដៃដូចអញ្ជើហ្នឹងគេយកមកកោសដូចឈឺចឹងគេរុំដូចសារ៉ូមខ្ញុំឲ្យគេចង់ពិសោធន៍ឈាមហើយដល់តែរុំហើយយកសារ៉ូមយកអាចារ្យដៃដាក់ពីក្រោមហើយធ្វើតក់ធ្វើទឹកបតក់ញោមមិនមែនឈាមទេគាត់តែគេពិសោធន៍ដល់តែបរោះហ្នឹងអ្នកកាត់ទោសបហាជីវិតហ្នឹងក៏ភ័យតក់ស្លុតកើតទុកពេលហ្នឹងថាឈាមរបស់អញហូរអស់ហើយតក់ហ្នឹងក៏ដាច់ខ្យល់ប៉ាត់នេះញោមអត់ដល់24ម៉ោងទេ
chẳng mà nơi dương cái tốt cứ chạp slap nè vậy nhổ cứ chạp slap ní ti mùi cứ sắp bài và cả đây đó là ti pí cứ sắp bài huaประมาณ tới có ọt ở dụ về đây vậy nhổ sắp bài với mặt tăng chia nhiệt tệ bà đừng mấy cái sắp bài ở sự ấy á nhổ sắp bài rôm sắp bài ấy tại bà cha hay dụ chặt chiêng hỏi từ rôm gì cái chương ấy nó có ọt ở dụ về này tôi cha hỏi nhổ chẳng cứก็ประมาณของการสบายดังประมาณนะโยมนี่ทอตีปีนะโยมដល់តែធរទី3គឺញាតិញោមពុទ្ធបរិស័ទទាំងឡាយដឹងប្រមាណនៅក្នុងអាហារគឺបរិភោគណាញោមភាសាបាលីហៅថាភោជនេមតញ្ញុតាគឺបរិភោគអាហារដែលល្អអាហារដែលមិនផ្អូមអាហារដែលគ្មានជាតិគីមីហើយឥឡូវអាត្មាឃើញដោយច្រើនណាញោមឃើញដោយច្រើនហ្នឹងគឺក្មេងៗគឺអត់ទៅគិតគូររឿងសុខភាពទេញាតិញោមឃើញគាត់បរិភោគដូចថាភេសជ្ជៈអីណាញោមញោមដឹងហើយភេសជ្ជៈគ្រឿងកំប៉ុងគឺកាលណាបើហូបច្រើនទៅនាំឲ្យប៉ះពាល់សុខភាពអញ្ចឹងកន្លែងហ្នឹងគឺត្រូវចេះប្រយ័ត្នបរិភោគអាហារដែលល្អអញ្ចឹងណាញោមអញ្ចឹងតើតើនឹងកន្លែងហ្នឹងមានកត្តាឬមួយក៏វិស័យ2យ៉ាងដែលនាំឲ្យសុខភាពល្អឬរីចម្រើនសង្គមឬមួយក៏ប្រទេសជាតិកត្តាទី1គឺតើតើនឹងខាភិបាលគឺតើតើនឹងសុខភាពណាញោមទី2នឹងគឺតើតើនឹងការអប់រំកាលណាបើប្រជាជននៅក្នុងក្រុមគ្រួសារឬមួយក៏ប្រទេសជាតិមួយទាំងមូលដែលមានសុខភាពនឹងល្អមានការអប់រំនឹងល្អមានចំណេះដឹងអញ្ចឹងសង្គមគ្រួសារឬមួយក៏ប្រទេសជាតិហ្នឹងគឺរីកចម្រើនទៅតែម្ដងដូចជាប្រទេសមហាអំណាចអីណាញោមតែរីកចម្រើនមានកត្តាពីរហ្នឹងទី1សុខភាពល្អទី2អប់រំល្អមានចំណេះដឹងគឺចេះបង្រៀនគ្នាញោមចែកចម្លែកនៅចំណេះដឹងនេះទី3គឺដឹងប្រមាណនៅក្នុងការបរិភោគក្តៅបោញោមទី3ដល់តែទី4គឺធម៌ដែលនាំឲ្យអាយុវែងគឺញាតិញោមពុទ្ធបរិស័ទទាំងឡាយបំពេញនៅកុសលធម៌មានន័យថាប្រព្រឹត្តនៅ5មច្ចរិយធម៌តែដូចថ្ងៃហ្នឹងណាញោមស្ដាប់ពធញោមឲ្យទានញោមរក្សាសិលអាហ្នឹងគឺសុទ្ធតែហេតុនាំឲ្យអាយុវែងញោមតែដល់តែទី5នោះគឺតកតទៅនឹងការដើរញោមការដើរហ្នឹងគឺឲ្យដឹងកាលដឹងវេលាញោមដឹងភូមិសាស្ត្រដឹងកន្លែងតកតនឹងការខ្សែគប់ទៀតបើសិនជាដើរទៅប៉ះពាល់ដូចថាខ្សែគប់ខុសបុគ្គលពីលអីទៅជាប់អីផ្សេងជាប់ខ្នោះជាប់គ្រឿងញៀនអីផ្សេងទៀតកន្លែងហ្នឹងណាញោមការខ្សែគប់ហ្នឹងគឺសំខាន់ណាស់ហើយការខ្សែគប់ហ្នឹងនៅក្នុងសាសនៈព្រហ្មចរិយធម៌ហ្នឹងព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់សម្ដែងថាមានតម្លៃស្មើនឹងព្រហ្មចរិយធម៌កាលណាបើខ្សែគប់ខុសគឺខុសហើយញោមដូចជាញោមធ្លាប់ស្ដាប់រឿងអាជាសតោអត់ញោមធ្លាប់ស្ដាប់រឿងអាជាសតោអត់អាជាសតោហ្នឹងគឺគាត់ខ្សែគប់ខុសហើយញោមខ្សែគប់ទេបតាត់ញោមញោមខ្លះប្រហែលជាធ្លាប់បានស្ដាប់ហើយខ្សែគប់ទេបតាត់ទៅស្រាប់តែទេបតាត់ហ្នឹងញុះញង់តែម្ដងញុះញង់ថាសម្រាប់បៃតាទៅសម្រាប់បៃតាដើម្បីឡើងរាជឡើងគ្រងរាជធ្វើស្ដេចម្ដងហើយអត់ដឹងទឹកចិត្តបៃតាទេបៃតាគឺឲ្យរាជឲ្យដល់កូនហ្នឹងហើយដល់ពេលខ្សែគប់ខុសទៅសម្រាប់បៃតាយកបៃតាទៅដាក់គុកញោមធ្វើបាបរហូតដល់បៃតានឹងស្លាប់ញោមដល់តែពេលស្លាប់ទៅញាតិញោមពុទ្ធបរិស័ទទាំងឡាយកូនដែលធ្វើនៅកម្មដ៏ធ្ងន់ធ្ងរគឺអនន្តរិយកម្មដែលរៀបរៀងមគ្គផលញោមធ្វើបុណ្យយ៉ាងណាក៏មិនរួចដែរគឺស្លាប់ទៅគឺទៀងទៅនរកតែម្ដងធ្វើអនន្តរិយកម្មញោមទី1គឺសម្លាប់បិតាទី2សម្លាប់បិតាទី3បំបែកសង្ឃនឹងមាន5យ៉ាងញោមក៏អាត្មាលើកបង្ហើបខ្លះឲ្យញាតិញោមបានដឹងអញ្ចឹងការខ្សែគប់នឹងគឺសំខាន់ណាស់នឹងតើតើនឹងអាជាសតោរឿងកូនរបស់អាណាធិបតីសេដ្ឋីនោះពីរទៀតរឿងកាលៈនោះហើយនឹងរឿងសុមនីទេវីញោមកើតមកក្នុងពោះតែមួយញោមពុទ្ធបរិស័ទទាំងឡាយកូនមួយហ្នឹងគឺខូចតែម្ដងបុគ្គលពីលតែម្ដងកាលៈហ្នឹងញោមឯនាងសុមនៈទេវីហ្នឹងគឺកូនហ្នឹងគឺកូនល្អកូនបានដោយធម៌កូនហ្នឹងត្រាស់ដឹងធម៌លឿនទៀតហើយកាលៈហ្នឹងបុគ្គលដែលបដៅអត់ស្ដាប់ញោមអាណាធិបតីសេដ្ឋីហ្នឹងជាសោតាញោមជាព្រះអរិយបុគ្គលសម័យព្រះហើយនាងសុមនីទេវីហ្នឹងនៅពេលដែលស្ដាប់ធម៌សម្រាប់គុណធម៌ទៅ
ចិត្តនឹងដាច់ចោលស្លាប់ញោមពុទ្ធបរិស័ទទាំងឡាយហៅឪពុកហៅថាប្អូនប្រុសញោមហៅប្អូនប្រុសញោមហើយឪពុកអាណាតបណ្ឌិកសេដ្ឋីញោមនៅពេលដែលឪពុកហៅអញ្ចឹងគឺគេថាអូនរបស់អាត្មាអញវងវែងចិត្តដាច់ចោលវងវែងក៏ទៅសួរព្រះសម្មាសម្ពុទ្ធញោមដល់ពេលទៅសួរព្រះអង្គទៅព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ក៏ត្រាស់ថាមនាលលោកអាណាតបណ្ឌិកសេដ្ឋីដែលកូនរបស់លោកហៅហ្នឹងគឺត្រូវទេតាត្រូវទៅតាមគុណធម៌ពីព្រោះអាណាតបណ្ឌិកសេដ្ឋីលោកហ្នឹងគឺត្រឹមតែសោតាទេប៉ុន្តែកូនដល់អនាគាអញ្ចឹងគុណធម៌ខ្ពស់ជាងពីកម្រិតណាញោមអនាគាក្បែរព្រះអរហន្តនោះនេះតើតើនឹងការសេពគប់ដែលអាត្មាលើករឿងនឹងមកដើម្បីញោមបានដឹងខ្លះញោមនេះធម៌ដែលនាំឲ្យអាយុវែងតែបើប្រព្រឹត្តខុសធម៌ទាំង5ហ្នឹងគឺអាយុខ្លី